មិនក៏លោឡាម៉េះនេះយប់ហើយណាមិនចូលដេកចូលពួនអីទេហើយនៅជជែកគ្នាធ្វើស្អីទៀតនៅហ្នឹងតិចផ្ទះកាប់មុខស្លាប់ឥឡូវដឹងអត់ជជែកគ្នាលឺអញ្ចឹងរំខានយើងណាអ្នកទាំងពីរឃើញខ្មោចចេញមកស្រស់ក៏ភ័យយ៉ាងខ្លាំងរួចក៏តបទាំងញញីញញ័រមកថាគុំកាចពេកលោកខ្មោចអើយពួកខ្ញុំភ័យណាស់ពួកខ្ញុំទាំងពីរនាក់នេះងងុយដេកសឹងតែឡាប់ទៅហើយចង់ចូលដេកតាំងពីព្រលប់មកម៉េះប៉ុន្តែមេឃងងឹតមិនទាន់លោកខ្មោចចាប់ផ្ដើមបន្លឺសំឡេងស្រែកយំចេញពីចំការមកយ៉ាងខ្លាំងធ្វើឲ្យពួកខ្ញុំដេកមិនបានសោះលោកខ្មោចពួកខ្ញុំនេះចង់ខ្ចរកទៅហើយស្រែកយំអីយើងមិនមែនស្រែកយំទេនេះយើងកំពុងតែច្រៀងលេងណាយើងមិនខ្វល់ពីពួកឯងដេកលក់ឬមិនលក់ទេសំខាន់យើងចូលចិត្តច្រៀងសប្បាយពេលនេះពួកឯងទាំងពីរនាក់ឆាប់ចូលដេកភ្លាមទៅកុំនៅជជែកគ្នាទៀតធ្វើឲ្យប៉ះពាល់អារម្មណ៍យើងបើមិនអញ្ចឹងទេយើងនឹងមកកាច់កពីអ្នកប្តីប្រពន្ធឯងមិនខានឡើយលឺនៅបាទឮហើយលោកខ្មោចពួកខ្ញុំនឹងឆាប់ចូលដេកឥឡូវនេះភ្លាមឈប់មាត់លោឡាហើយសូមលោកខ្មោចកុំធ្វើបាបពួកខ្ញុំអីលោកបន្ទាប់មកខ្មោចនោះក៏បានរលាយបាត់ទៅចំណែកពូសឹមនិងមីងតាក៏បានចូលគេងយ៉ាងស្ងៀមស្ងាត់ពីរអ្នកប្តីប្រពន្ធនេះបានទាញភួយយកមកដណ្ដប់លើខ្លួនព្យាយាមបិទភ្នែកដេកដោយស្ងៀមស្ងាត់ប៉ុន្តែសំឡេងខ្មោចច្រៀងចេញពីក្នុងចំការនោះធ្វើឲ្យពួកគេទាំងពីរនាក់មិនអាចបិទភ្នែកដេកលក់បានឡើយឯងអើយនេះខ្ញុំដេកមិនលក់ឡើយថ្លង់សំឡេងខ្មោចនោះណាវាច្រៀងតែតាមចិត្តវាមិនខ្វល់ពីយើងអ្នកចិត្តខាងដែលរស់នៅក្បែរវាសោះបើនៅតែអញ្ចឹងទៀតមិនកើតទេពួកយើងចាស់ផងទំរាំតែដេកលក់ម្ដងមិនងាយឡើយខ្លាចតែឈឺស្លាប់មុនអាយុទេស្អែកនេះយើងនឹងទៅរកលោកមេភូមិឲ្យគាត់ជួយទៅមើលក្រែងគាត់មានដំណោះស្រាយអីអាចជួយយើងបានណាលុះព្រឹកឡើងប្តីប្រពន្ធពូសឹមមីងតាដែលមានសភាពស្លេកស្លាំងហត់នឿយព្រោះពេលយប់មិនបានដេកក៏ប្រញាប់ទៅប្រាប់លោកមេភូមិរៀបរាប់ពីរឿងខ្មោចចូលចិត្តច្រៀងឲ្យគាត់ស្ដាប់យ៉ាងចម្លែកប៉ុន្តែលោកមេភូមិបានត្រឹមតែសើចយ៉ាងអស់សំណើចទៅវិញក្រោយពីស្ដាប់រឿងហេតុការណ៍ដ៏ចម្លែកនោះខ្មោចចេះច្រៀងវាមិនដែរតាំងពីខ្ញុំកើតមកធ្លាប់តែឮខ្មោចយំខ្មោចសើចខ្មោចស្រែកបន្លាចមនុស្សមិនដែលឮខ្មោចណាចេះច្រៀងនោះទេនេះអ្នកទាំងពីរស្រមៃទេដឹងវាអាចជាសំឡេងសត្វឆ្កែលូឬសត្វស្លាបឬក៏អាចជាសំឡេងខ្យល់កថាបានអ្នកទាំងពីរកុំបន្លាចខ្លួនឯងមើលប៉ិតមែនណាលោកមេភូមិពួកយើងសុំស្បត់ឲ្យស្លាប់លោកមេភូមិទៅចោះបើពួកយើងនិយាយកុហកខ្មោចនោះវាច្រៀងជារៀងរាល់យប់មែនហើយវាថែមទាំងចេញមកប្រាប់ពួកយើងផ្ទាល់ទៀតថាកុំឲ្យពួកយើងលោឡារំខានវាច្រៀងលោកមេភូមិមើលតែមុខពួកខ្ញុំទៅមើលមិនដែលបានដេកទេអស់កម្លាំងនឿយហត់ភ្នែកឡើងជាំខ្មៅអស់ទៅហើយនេះអ្នកទាំងពីរភ្នែកខ្មៅអស់កម្លាំងខ្ញុំសង្ស័យតែធ្វើអីផ្សេងទេដឹងអត់មានធ្វើអីទេលោកមេភូមិសូមលោកមេភូមិជឿពួកខ្ញុំទៅបើលោកមេភូមិនៅតែមិនជឿពួកយើងនោះលោកមេភូមិអាចចូលទៅមើលក្នុងចំការក្រោយផ្ទះរបស់ពួកខ្ញុំបានណាលោកមេភូមិប្រកាសជាឃើញខ្មោចនោះប្រកាសណាស់មើលទៅបើខ្ញុំមិនចូលទៅក្នុងចំការនោះមើលដោយផ្ទាល់ទេអ្នកទាំងពីរមិនអស់ចិត្តឡើយយប់នេះខ្ញុំនឹងទៅមើលឲ្យច្បាស់ទៅមើលខ្មោចឯណាចេះច្រៀងនោះបើចេះច្រៀងមែនមិនទៅប្រឡងចម្រៀងទៅនៅក្នុងចំការនេះធ្វើអី
ពេលយប់ក៏បានមកដល់លោកមេភូមិដើរចូលក្នុងចំការនោះតែម្នាក់ឯងដំបូងហាក់ដូចជាមានសភាពស្ងប់ស្ងាត់ធម្មតាស្រាប់តែពេលនោះក៏បានឮសំឡេងចម្លែកច្រៀងចេញពីក្នុងចំការនោះលោកមេភូមិបើកភ្នែកធំសម្លឹងតាមចន្លោះស្មៅក៏ឃើញខ្មោចមួយក្បាលក្នុងដៃកាន់មេក្រូចេះចាប់កំពុងតែច្រៀងព្រមទាំងមានទស្សនិកជនខ្មោចកំពុងតែទស្សនាផងដែរ